តើពិភពលោកនឹងឈានទៅរកថ្ងៃអវសានឬក្រោយពេលសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរហៅកាត់ New START រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីបានផុតកំណត់ឬអសុពលភាពរួចមកពិភពលោកចាប់ផ្ដើមមានការព្រួយបារម្ភអំពីការរត់ប្រណាំងគ្រឿងសព្វាវុធជាថ្មីខណៈអង្គការដ៏ធំបំផុតបង្ហាញពីការវិនិច្ឆ័យសាបសូន្យប្រសិនបើមានការផ្ទុះអាវុធនុយក្លេអ៊ែរឬសង្គ្រាមដោយការប្រើប្រាស់អាវុធមហាប្រឡាយលោកសារព័ត៌មាន The Daily Digest បានផ្សាយថាចាប់តាំងពីការកកើតមានអាវុធនុយក្លេអ៊ែររហូតមកមនុស្សជាតិនៅលើពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងបទពិសោធន៍ដោយផ្ទាល់ពីការបំផ្ទុះអាវុធនុយក្លេអ៊ែរដោយវាបានបង្ហាញអំពីគ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាចបំផុតសម្រាប់អាវុធមហាប្រឡាយលោកពាក់ព័ន្ធនឹងចម្លើយអំពីការបំផ្ទុះអាវុធនុយក្លេអ៊ែរនោះគឺមិនមានអ្វីពិបាកឆ្លើយនោះទេព្រោះមនុស្សទូទៅមានគណនីជាច្រើនអំពីជនរងគ្រោះពីគ្រាប់បែកដល់គ្រោះថ្នាក់បំផុតចំនួន2គ្រាប់ដំបូងគេបង្អស់ដែលមិនធ្លាប់មានក៏ដូចជាគណនីចំពោះការបំផុសគំនិតរបស់អ្នកកែប្រែទ្រឹស្ដីនៅពីក្រោយអាវុធឲ្យคล้ายទៅជាការពិតជាឧទាហរណ៍ពីការចងចាំរបស់លោករ៉ូតប៊ុនហ្សេនអតីតអ្នកវិទ្យាសាស្ត្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកកាលពីឆ្នាំ1958បានសង្កេតមើលអំពីការបំផ្ទុះគ្រាប់បែកប៉ារ៉ាម៉ាណូកម្រិត 8.9 មេហ្គាតោននៅឯឆ្នេរសមុទ្រនៃកោះម៉ាសាល់ដោយបានលើកឡើងថាបទពិសោធន៍នេះត្រូវបានចងចាំជារៀងរហូតនៅក្នុងចិត្តរបស់គាត់អតីតអ្នកវិទ្យាសាស្ត្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិករូបនេះបានពន្យល់នៅក្នុងអត្ថបទមួយរបស់កាសែតដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក New York Times កាលពីឆ្នាំ2022ថានៅក្នុងការបំផ្ទុះនុយក្លេអ៊ែរឥទ្ធិពលកម្ដៅនិងការឆក់យកអាយុជីវិតរបស់មនុស្សគឺកើតឡើងភ្លាមហើយវាមិនអាចប៉ាន់ប្រមាណទុកជាមុននោះឡើយលោក Fujio Torikoshi ជាកុមារម្នាក់ដែលបានរស់នៅក្នុងទីក្រុង Hiroshima ប្រទេសជប៉ុនធ្លាប់រងគ្រោះពីការទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូជាលើកដំបូងរបស់ពិភពលោកនិងរៀបរាប់លម្អិតអំពីការចងចាំនៃបទពិសោធន៍របស់គាត់ជាមួយនឹងភាពងងឹតសូន្យសងបន្ទាប់ពីការបំផ្ទុះនុយក្លេអ៊ែរដែលបានក្លាយជាផ្នែកមួយនៃស្មារតីរួមរបស់មនុស្សជាតិលោក Torikoshi បានពន្យល់ថាខ្ញុំបានក្រឡេកមើលលើមេឃខ្ញុំបានឃើញខ្មៅងងឹតរំពេចនោះគ្រាប់បែកនុយក្លេអ៊ែរបានផ្ទុះឡើងចេញជាដុំភ្លើងដ៏ធំនៅជុំវិញខ្ញុំការបំផ្ទុះនោះបានកើតឡើងជាបន្តបន្ទាប់យ៉ាងលឿនដោយខ្យល់បក់ខ្លាំងដូចគ្នានិងអ្វីដែលលោកប៊ុនហ្សែនបានជួបប្រទះប៉ុន្តែបញ្ហានេះមិនដូចលោកប៊ុនហ្សែននោះទេគឺលោក Torikoshi នៅចិត្តគ្រាប់បែកដែលគាត់បានទទួលរងឥទ្ធិពលរបស់វាក្មេងប្រុសរងគ្រោះដោយរលកខ្យល់ក្តៅហើយនៅពេលវាបានកាត់ឡើងខណៈគាត់រងរបួសធ្ងន់បំផុតលោក Torikoshi បានរលាកររៀលពេញខ្លួនប្រាណរបស់គាត់ជាអ្វីដែលមិនមែនជារឿងចម្លែកនោះទេសម្រាប់អ្នករងគ្រោះពីការបំផ្ទុះនុយក្លេអ៊ែរអ្នកដែលនៅចិត្តបំផុតនឹងការបំផ្ទុះនុយក្លេអ៊ែរនឹងប៉ះពាល់ដោយវិទ្យុសកម្មចាប់តាំងពីវាបានបំភាយភ្លាមនេះបើតាមយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរហៅកាត់ ICAN អង្គការអន្តរជាតិលុបបំបាត់អាវុធនុយក្លេអ៊ែរ ICAN បានសរសេរថាកម្ដៅវិទ្យុសកម្មគឺខ្លាំងដែលស្ទើរតែអ្វីៗនៅលើផែនដីនិងស្ទើរតែសូន្យសងទាំងអស់ការបំផ្ទុះនុយក្លេអ៊ែរនេះបានបណ្ដាលឲ្យមនុស្សស្លាប់ភ្លាមដោយបានបណ្ដាលឲ្យខូចសួតខូចត្រចៀកនិងហូរឈាមដោយឡែកអគារនានាក៏នឹងរលំសង្កត់ទៅលើមនុស្សបណ្ដាលឲ្យស្លាប់ជាបន្តបន្ទាប់បន្ថែមទៀត